បាទនេះគឺជាវគ្គចុងក្រោយហើយដូច្នេះសូមអនុញ្ញាតភ្ជាប់ទូរស័ព្ទទៅកាន់ភ្នាក់ងារចំនួន2រូបទៀតនៅខេត្តបន្ទាយមានជ័យនិងក្រុងប៉ោយប៉ែតតែដំបូងជួបអ្នកនៅបន្ទាយមានជ័យមុនគេលោកប៊ុនថនលោកប៊ុនណាបាទលោកប៊ុនធឿនបាទចង់ច្រឡំគ្នាជំរាបសួរលោកប៊ុនធឿនឥឡូវជំរាបសួរលោកបត្រាននិងលោកសុខាបាទបាទជំរាបសួរព្រឹកនេះមានព័ត៌មានអ្វីដែរបាទថ្ងៃនេះមានព័ត៌មានដែលត្រូវជម្រាបជូនគឺលោកជូយឹមស៊ីរដ្ឋលេខាធិការក្រសួងសុខាភិបាលបានលើកឡើងថាព័ត៌មានបានស្ដាយថារឿងមន្ត្រីមន្ទីរពេទ្យបង្អែកមកប៉ោយប៉ែតឬអើអ្នកក្រីក្រគ្មានលុយមិនឲ្យចូលព្យាបាលគ្មានការទឹកឡើយគឺអ្នកជំងឺនេះបានចេញពីមន្ទីរពេទ្យគោលបំណងទៅទៀតដែលរងចាំម៉ូតូដេកខាងក្រៅនេះត្រូវបានលើកឡើងនៅក្នុងពិធីបិទសន្និបាតបូកក្រុមការងារសុខាភិបាលខេត្តបន្ទាយមានជ័យឆ្នាំ2012ដល់ឆ្នាំ2014ដែលធ្វើឡើងការពីកន្លងទៅថ្មីនេះដោយសារប្រជុំសកម្មមន្ទីរពេទ្យបាទសុខាភិបាលខេត្តបន្ទាយមានជ័យតែម្ដងបាទលោកអ៊ីឡុងអភិបាលរងខេត្តបន្ទាយមានជ័យលោកបានមានមតិនឹងកោតសរសើរចំពោះមន្ត្រីសុខាភិបាលខេត្តបន្ទាយមានជ័យដែលបានបម្រើវិស័យសុខាភិបាលជូនដល់ប្រជាពលរដ្ឋដូចជាឲ្យបានល្អប្រសើរក៏ប៉ុន្តែមានរឿងឲ្យជំនាញមួយចំនួនដែលកើតឡើងចំពោះមន្ត្រីសុខាភិបាលពីបញ្ហាការងារដោយធ្វើការណាដែលនិយាយចាក់ពួកដែលនឹងមន្ត្រីសុខាភិបាលមួយចំនួននេះរកស៊ីក្រៅរវល់ការងារមិនចូលការងាររដ្ឋហើយមានការធ្វើការចំណែកមានពីគ្នាដែលធ្វើឲ្យតែគិតប្រយោជន៍ទៅខ្លួនដែលជាអំពើពុករលួយមិនគិតពីការងាររដ្ឋនោះធ្វើអាក្រក់ទាំងនេះគួរតែកែសម្រួលឡើងវិញនៅឆ្នាំ2014នេះឲ្យបានល្អប្រសើរឆ្លើយជាមន្ត្រីល្អផងដែរបាទក្នុងពិធីនោះដែរលោកជូនជីមបានមានមតិលើកឡើងថាខេត្តបន្ទាយមានជ័យបាតុភិបច្រើនដែលកើតឡើងចំពោះឯកការសុខាភិបាលនេះត្រូវបានចោទប្រកាន់ដូចជាការចោទប្រកាន់មន្ត្រីពេទ្យដែលបងលុយហើយឲ្យបងលុយទៅឲ្យធ្វើព្យាបាលនិងព័ត៌មានមួយទៀតដែលផ្សាយថាមានស្ត្រីម្នាក់ក្រីក្រគ្មានលុយត្រូវបានគ្រូពេទ្យនេះនៅចំពោះទីពេទ្យបង្អែកឲ្យបែកនោះមិនឲ្យចូលព្យាបាលនោះគឺមានការពិតចំពោះបញ្ហានេះព្រោះថាស្ត្រីនោះត្រូវបានព្យាបាលជាហើយគោលបំណងដេកចាំម៉ូតូទៅទៀតបាទចំពោះបញ្ហាទាំងនេះលោកក៏បានលើកឡើងថាខាងមន្ត្រីសុខាភិបាលពីដើម2014នេះគឺកំណែតម្រង់យ៉ាងណាធ្វើឲ្យអនុវត្តការងារនេះឲ្យមានវិជ្ជមានល្អសម្រាប់បម្រើសេវាប្រជាពលរដ្ឋដូចជាប្រទេសជាតិនេះឲ្យវិស័យសុខាភិបាលមានការអភិវឌ្ឍនិងអបអរសាឡើងថែទៀតបាទជម្រាបព័ត៌មានតែបានបញ្ចប់នេះលោកបត្រានលោកបាទសូមអរគុណសូមជម្រាបលាផងដែរសូមអរគុណសូមជម្រាបលាលោកប៊ុនធឿនដែលបានរាយការណ៍ឥឡូវបន្តទៅកាន់ភ្នាក់ងារបន្តទៀតនៅក្នុងក្រុងប៉ោយប៉ែតលោកប៊ុនធឿនមកលោកសុខាលោកប៊ុនថនលោកប៊ុនថនខំមកខ្លាចម្នាក់ទេបាទអរគុណឥឡូវសូមជួបលោកប៊ុនថនជម្រាបសួរលោកប៊ុនថនបាទជម្រាបសួរលោកសុខានិងលោកបត្រាបាទយ៉ាងនេះយ៉ាងម៉េចទេបាទឥឡូវនេះលោកប៊ុនថនមានរឿងអីពីប៉ោយប៉ែតមកបាទខ្ញុំបាទមានរឿងមួយតែលោកបាទភាពគ្មានសណ្ដាប់ធ្នាប់នៅទីប្រជុំជនក្រុងប៉ោយប៉ែតរងការរិះគន់ពីប្រជាពលរដ្ឋថាសមត្ថកិច្ចមានការឆលវែងទប់ស្កាត់មិនមានប្រសិទ្ធភាពលោកបាទអញ្ចឹងសូមអញ្ជើញឃើញឡានចតនៅលើផ្លូវធំៗដោយសារតែច្រកទ្វារអន្តរជាតិប៉ោយប៉ែតហ្នឹងមានភាពតូចចង្អៀតហើយរថយន្តថៃរាប់រយគ្រឿងក្នុងមួយថ្ងៃដែលបានដឹកទំនិញចូលមកកម្ពុជាហើយត្រឡប់ទៅវិញនៅពេលរសៀលទៅទឹកដីរបស់គេនៅពេលរសៀលវិញនោះបាទច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះរីឯនៅរថយន្តកម្ពុជាយើងក៏មានភាពអនាធិបតេយ្យគ្មានសណ្ដាប់ធ្នាប់រថយន្តឈប់ចតក្រៅចំណតរថយន្តចំណែកយកចំណែកថ្នល់នឹងថ្នល់ជាតិនឹងឈប់ហៅម៉ួយហើយជាងនេះទៅទៀតនៅតាមដងផ្លូវមានកន្លែងលក់សម្បត្តិរថយន្តក្រុងច្រើនកន្លែងរថយន្តតូចធំបាទឈប់បែបអនាធិបតេយ្យប្រជាពលរដ្ឋនឹងបាននិយាយរិះគន់ថាមិនគួរបណ្ដោយឲ្យមានកន្លែងលក់សម្បត្តិនៅតាមដងផ្លូវទេពលរដ្ឋនិយាយទៀតថាចំពោះរថយន្តមានកន្លែងចំពោះចំណតរថយន្តហ្នឹងគឺមានកន្លែងសម្រាប់ឲ្យអ្នកលក់សម្បត្តិនៅក្នុងបរិវេណចំណតមិនគួរលក់នៅតាមដងផ្លូវនោះទេលោកបាទបែបនេះបណ្ដាលឲ្យតស្ទះរថយន្តតែឈប់ចតមួយនៅតាមថ្នល់នោះចំពោះរឿងនេះវាបានកើតឡើងជាយូរខែមកហើយប៉ុន្តែมันមានការទប់ស្កាត់ពីអាជ្ញាធរដែលមានសមត្ថកិច្ចនោះទេមិនតែប៉ុណ្ណោះអ្នកលក់សម្បត្តិនោះក៏បាននិយាយថាពួកគេមួយចំនួនបានបងលុយឲ្យទៅសមត្ថកិច្ចអស់ទៅហើយបែបនេះហើយបានធ្វើឲ្យមិនមានការទប់ស្កាត់នឹងមានប្រសិទ្ធភាពការដែលទប់ស្កាត់នេះខ្ញុំសូមជម្រាបថាអ្នកលក់ខ្លះនោះ
មានសមត្ថកិច្ចនៅពីក្រោយខ្នងបែបនេះហើយបានធ្វើឲ្យការដែលមិនមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ធ្វើឲ្យមានភាពអនាធិបតេយ្យលោកបាទបើព្រោះមានការផ្សាយពីទូរទស្សន៍ក៏ដូចជាអ្នកកាសែតមួយចំនួនព័ន្ធនឹងរឿងមិនប្រក្រតីនៅចំណុចបរិវេណទីប្រជុំជនក្រុងប៉ោយប៉ែតយ៉ាងណាក៏ដោយតែមិនមានប្រសិទ្ធភាពបាទលោកបន្ថនយកចុងក្រោយតើលោកអភិបាលក្រុងលោកនឹងចាត់វិធានការដោយម្ដេចឆ្លើយតបចំពោះការសាកសួររបស់លោកបានដល់ចំពោះលោកអភិបាលក្រុងកន្លងមកលោកក៏បានតែងតែរំលឹកជារឿយៗថាបញ្ហាអ្នកលក់សម្បត្តិនឹងមានចំណាត់ការប៉ុន្តែចំពោះសមត្ថកិច្ចហាក់បីដូចជាមិនមានចំណាត់ការចំពោះរឿងនេះទេចំពោះរឿងនេះដែរបាទប្រជាពលរដ្ឋសូមបានទូលសុំឲ្យអាជ្ញាធរក្រុងក៏ដូចជាលោកអភិបាលខេត្តបន្ទាយមានជ័យនឹងពិនិត្យមើលពីបញ្ហានេះផងដោយសារតែច្រកទ្វារអន្តរជាតិហ្នឹងគឺវាមានសារៈសំខាន់ចំពោះប្រទេសជាតិដូច្នេះភាពគ្មានអនាធិបតេយ្យនេះគួរត្រូវតែលុបបំបាត់បានផងដែរលោកបាទអរគុណច្រើនលោកបន្ថនបាទអរគុណបាទលោកទី2ជម្រាបលាបាទជម្រាបលាលោកបាទលោកបុត្រាបាទទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីម៉ោងរបស់យើងបានមកដល់ទីបញ្ចប់ហើយវគ្គបន្តលោកអ្នកសូមជួយតាមដានរងចាំនៅម៉ោងទី2ដែលជម្រាបជូនដោយលោករទ្ធីនិងកញ្ញាសិលាលោកនឹងចូលខ្លួនមកជម្រាបជូនពាក់ព័ន្ធទៅនឹងបញ្ហានយោបាយបញ្ហាព័ត៌មានដែលកើតឡើងពីម្សិលមិញព្រមទាំងព័ត៌មានផ្សេងៗដែលក្តោបសំខាន់នៅទូទាំងប្រទេសនេះពេលនេះខ្ញុំបាទជំបុត្រាខ្ញុំបាទទូសខៈសូមអរគុណសូមគោរពលាថ្ងៃច័ន្ទចាំជួបគ្នាបន្តទៀតម៉ោង6ព្រឹកតទៅសូមឲ្យចុងសប្តាហ៍លោកអ្នកដើរកម្សាន្តទទួលបានសុវត្ថិភាពនិងភាពរីករាយសប្បាយហើយមានគំនិតថ្មីៗនៅក្នុងការអភិវឌ្ឍខ្លួនជាពិសេសគឺជោគជ័យរាល់ភារកិច្ចនៅចុងសប្តាហ៍នេះដែលលោកអ្នកបំពេញនៅពេលនេះយើងខ្ញុំទាំងពីរសូមអរគុណសូមគោរពលាបាទ